Ngày nay nhưng mà sự miệt bịa son dài chỉ mũi khuôn anh mũi tha bà sơn chỉ ngày na mũi chỉ vật nhom lấy miên sầm biệt khlang đôi mốn nhom nâng ta đa lên cả lại để cho ngay hà lời ní nhom sự miệt cho tha được chi mà tôm này ấy ta can khai mà đồ kỹ hai lần ní cứ nhom trên nhầm ná nó mau bầm mũi cả là phẳng cho hà lời ní cứ trâu chạ sang tịch sân chạm mà do super mà phình hai lần níได้cứ nhom chạ sang super món nào nên là sao taหัวđón chạ thò mà đá tới mẹ rõm tham mà tao chi hiện stu bà លើកទី1ដែលខ្ញុំជិះម៉ូតូ Mercedes នេះចាក់មកពេញអស់$7ហើយចាំមើលខ្ញុំចេញពីពេញម៉ោង6កន្លះផឹកទៅដល់មណ្ឌលគិរីនៅម៉ោងប៉ុន្មានហើយណាមួយខ្ញុំខានទៅមណ្ឌលគិរីយូរដែរខ្ទង់ចូល5 6ឆ្នាំអីអញ្ចឹងក៏ដឹងថាស្ថានភាពជាមួយផ្លូវអីយ៉ាងណាខ្លះដែរខ្ទង់ម៉ោង7ទេខ្ញុំក៏បានឈប់ញ៉ាំបាយនៅកន្លែងនេះបងប្អូនដោយសារតែកន្លែងនេះគឺខ្ញុំធ្លាប់ចូលពីមុនដែរអញ្ចឹងហើយសុកចិត្តជិះពីណាពីណីទ្រាំពីណាពីណីមកដើម្បីមកញ៉ាំបាយនៅកន្លែងនេះ នេះស្រួលយកអីអត់ត្រូវបារម្ភ bà អត់ត្រូវអាសងទេ vô bay sạch mòn mùi អ្នកទាំងអស់គ្នាឥឡូវញ៉ាំបាយ bay cực ខ្ញុំចាំបាននៅក្នុងឆ្នាំ2024ពេលជីដើរលេងគឺខ្ញុំចូលញ៉ាំបាយនៅហាងកន្លែងហ្នឹងដូចគ្នាចឹងហើយដល់ពេលចូលមកដល់គឺមានអារម្មណ៍មួយថានឹកការពីមុនតោះចឹងឥឡូវញ៉ាំហើយអ្នកនរយើងរៀបចំគិតលុយហើយបន្តដំណើរទៅមុខទៀត này ở lại đi bắt đầu mình nhà bài hai dương trên nằm ná to tới một thì bây rồi cả lỗ chứ bà tam còn muối máu chứ đó muối là pi muối pi bấy đó ចេញពីញ៉ាំអីភ្លាមហ្នឹងបន្ទាប់ពីការប៉ានស្មានរបស់ខ្ញុំរាប់ដៃហើយគឺថាខ្ទង់ម៉ោង3អាចប្រហែលទៅដល់ចឹងហើយចាំមើលជាក់ស្ដែងមើលម៉ោងប៉ុន្មានបានទៅដល់ផ្លូវបែរទៅខាងនេះគឺខ្ញុំអត់ដែរជិះសោះហ្មងអ្នកគ្នាខានជិះយូរឆ្នាំមែនតើដោយសារតែកាលពីមុនធ្លាប់តែទៅមណ្ឌលគិរីម្ដងគឺជិះតាមហ្នឹងក្រៅពីហ្នឹងគឺអត់ដែរជិះហ្មងចាំមើលមានអីប្លែកខ្លះមានអីអាប់ដេតខ្លះខ្ញុំក៏ចង់ដឹងដូចគ្នាពេលដែលចុះពីលើស្ពានបានតិចហ្នឹងផ្លូវខាងនេះគឺគេរៀបចំធ្វើចឹងណាអ្នកគ្នាចឹងហើយគេបិទផ្លូវមកជាហៀងគឺយើងអាចជិះបានតាមមកជាហៀងទេជិះដល់មុខតិចហ្នឹងគឺเขาម្នាក់គាត់ដឹកអីវ៉ាន់ចឹងណាអ្នកគ្នាហើយក៏បានជ្រូកចឹងទៅខ្ញុំក៏បានជួយលើកគាត់ yêu chiều 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 alo mà hạt cái máy tiếng vía chứ tỏ chức hạt cái máy đã áp rồi ហ្នឹងហើយអ្នកគ្នាគាត់ហាត់អីវ៉ាន់គាត់ហ្នឹងជាមួយនឹងស្នោដល់ពេលជាលាក់ទៅក៏បានបែកស្នោទៅក៏ធ្វើឲ្យធ្លាក់អីវ៉ាន់ហ្នឹងចុះខំ It's not over ដោយសារតែជីមកមិញហ្នឹងផ្លូវរៀងហុយផងអីផងណាមួយក្តៅផងចឹងហើយខ្ញុំក៏បានឈប់សម្រាប់ផឹកកាហ្វេតិចសិនអ្នកគ្នាពេលផឹកក៏អត់ទាន់បានផឹកកាហ្វេដែរ bây giờ cà phê ta có score 20 cà phê ta có ពេលតកស្គាល់51 bạt និយាយទៅខ្ញុំឥឡូវគឺថាផឹកឡើងត្រូវតែមានកាហ្វេផឹកបើសិនជាអត់កាហ្វេទេអ្នកគ្នាមានអារម្មណ៍មួយថាធ្វើអីក្រោយសើទៅណារួចទេបើបានកាហ្វេមួយកែវវិញជីដល់ឋានប្រច័នក៏ដល់ដែរ bông ơi ốc mạn អរគុណ ហើយអ្នកនរគ្នាឥឡូវនេះបន្ទាប់ពីផឹកកាហ្វេហើយរៀងស្វាងតិចខ្ញុំចេញដំណើរតទៅទៀតហើយ នេះគឺជាកាបូបដែលខ្ញុំទំទិញហ្នឹងហើយដាក់អីវ៉ាន់បានច្រើនតែអ្នកគ្នាគឺស្រួលយកបាច់ញ៉ៃញ៉ៃចឹងដាក់ចូលតែមួយហើយឥឡូវដោយសារតែមេឃក្តៅដែរយើងចាប់ផ្ដើមពាក់របស់ការពារកម្ដៅរបស់យើងមានដូចជាស្រោមមុខស្រោមដៃអញ្ចឹងណាអ្នកគ្នាបន្ទាប់ពីឈប់សម្រាកមកស៊ូហើយតោះឥឡូវយើងចាប់ផ្ដើមចេញដំណើរតទៀតដោយសារតែមេឃរៀងថ្ងៃខ្លាំងដែរ បន្ទាប់ពីជីបានមកស៊ូនោះមានអារម្មណ៍ថាឃើញតាមផ្លូវសុទ្ធតែស្លឹកឈូកផ្កាឈូកអញ្ចឹងខ្ញុំក៏បានចូលទៅថតតិចសិនអ្នកគ្នា បាទសួស្តីអ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែនៅតាមផ្លូវទៅខេត្តមណ្ឌលគិរីជីតាមផ្លូវហ្នឹងឃើញឈូកស្អាតពេកក៏ឈប់ថតលេងអញ្ចឹងណាអ្នកគ្នាមើលនេះអូតាច់ទៅដល់ណាដល់ណីមួយយ៉ាងដែរជិះម៉ូតូម្នាក់ឯងយើងចង់ឈប់កន្លែងណាក៏បានចង់ឈប់ប្រហែលម៉ោងក៏បាននិយាយទៅយើងអត់ចាំបាច់វល់មួយណាគេអញ្ចឹងស្អាតណាស់ទេចឹងឥឡូវបន្ទាប់ពីឈប់មើលហើយខ្ញុំរៀបចំចេញដំណើរតទៀតហើយអ្នកនេះឥឡូវចេញពីពេញមកប្រហែលជាបាន50គីឡូហើយខ្ទង់ម៉ោង9ជាងហើយ9 10នាទីជាងអ្នកនេះចឹងឥឡូវខ្ញុំបន្តដំណើរទៀតហើយបាយបាយ
អាឡែងតែសបាយភ្លេចគិតថាអត់ទាន់បានសាប់កង់ម៉ូតូចឹងហើយឥឡូវនេះជិះទៅខាងមុខបើសិនជាមានកន្លែងណាមានគេសាប់កង់ចូលសាប់កង់តិចសិន một cái chứ bằng ដោយសារតែកង់ម៉ូតូខ្ញុំរៀងធូរចឹងហើយពេលដែលជិះឈប់ហ្នឹងមានអារម្មណ៍ថាជុំម៉ូតូខ្ញុំរៀងតឹងខ្លាំងមែនដល់ពេលឈប់មើលឡើងស្ពេតចឹងហើយឥឡូវនេះក៏បានចាប់កង់សិន một con đây nhục cái gì bà à một xíu nè muốn gì tăng mua gì tăng ជិះមកដល់កន្លែងចិត្តវងមូនេះគឺខ្ញុំឈប់មើល Google Map តិចសិនអ្នកគ្នាដោយសារតែអត់មើលទេខ្លាចជិះទៅខុសផ្លូវ ខ្ទង់ម៉ោង 7:11 នេះដោយសារតែអាកាសធាតុក្តៅផងហើយណាមួយខ្ញុំរៀងហត់ផងឃើញតាមផ្លូវដងតំណងទៀតក៏បានឈប់ផឹកដងមួយអ្នកគ្នា ây rồi bón giá đôn mùi តោះចឹងឥឡូវហ៊ាននៅយូរអ្នកគ្នាដោយសារតែទៅចេញមកឈប់ពី 3 កន្លែងមកđâyកុំឲ្យខាតពេលយើងបន្តដំណើរទៅមុខទៀត ó mà anh bá đi con kìa cột mónខ្ញុំជិះមកដល់នេះឃើញថារៀងអភិវឌ្ឍល្អអ្នកគ្នាឃើញទាំងផ្លូវទាំងសងខាងផ្លូវហើយជាមួយនឹងអាគារអីគឺស្អាតមែនតើជិះមកដល់នេះអាឡៃមើល Google Map ហួសផ្លូវបាត់អ្នកនរគ្នាអញ្ចឹងហើយក៏បានបកក្រោយទៅវិញហើយពេលហ្នឹង Google Map រៀងធ្វើស៊ីដែរហ្នឹងបត់ឆ្វេងស្ដាំផងវែងវាន់ពេញហ្នឹងសម្បីតែអ៊ំដើរលក់ខាងមុខក៏គាត់ថាតប៉ែដែរបាទ ខ្ទង់ម៉ោង 11 កន្លះខ្ញុំបានមកដល់ផ្លូវ8ទៅខាងមណ្ឌលគិរីអ្នកនរគ្នាអញ្ចឹងខ្ញុំអត់តន់ឈប់សម្រាកទេអ្នកនរគ្នាគឺខ្ញុំសំដៅទៅខាង Total ខាងមេមត់ចាំទៅដល់នោះចាំសម្រាកខ្ញុំសុំសួរមួយបងប្អូនអ្នកនរគ្នាគេហាលអីខ្មៅៗមុខផ្ទះហ្នឹងអានឹងអីគេដែរអញ្ចឹងខ្ទង់ម៉ោង 12 កន្លះដល់មេមត់អីឥឡូវនេះគឺឈប់ចូលចាក់សាំងនិងសម្រាកនៅខាង Total សិនអ្នកនរគ្នា không mà đa mà quỳnh mình đô la bay cho hai bay Chồng. thụ bảy con ឥឡូវចាំមើលខ្ញុំចូលសម្រាប់បន្តិចសិនហើយតមកតកន្លែងប៉ះកង់សិនណាគ្នាហ្នឹងហើយអ្នកឥឡូវនេះសម្រាប់ហើយយើងបន្តដំណើរទៅមុខទៀតប៉ុន្តែមុននឹងទៅគឺទៅប៉ះកង់សិនអូស្ពេតកាន់ទៅខ្លួនបាត់អើយចប់អញ្ចឹងឥឡូវនេះខ្ញុំឡើងជិះទៅដោយសារតែវាអត់ទាន់អស់ខ្យល់ទេអ្នកគ្នានៅជិះបានគាត់ថាយើងអាចជិះលឿនបានហើយហេងដែរពេលដែលជិះចេញបានតិចហ្នឹងឃើញនៅទល់មុខហ្នឹងគឺមានកន្លែងប៉ះកង់ហ្មងអញ្ចឹងហើយខ្ញុំក៏សំដៅចូលទៅឃើញហេ អញ្ចឹងបន្ទាប់ពីគាត់បាញ់ទឹកពពុះសាប៊ូហ្នឹងរកកន្លែងបែកហ្នឹងគឺថាអត់មានកន្លែងបែកអត់មានកន្លែងមុតអីទេអ្នកគ្នាគឺវាចេញតាមហ្គេមអញ្ចឹងហើយគាត់បានថាឲ្យខ្ញុំហ្នឹងបាញ់កាវអញ្ចឹងខ្ញុំអត់មានវិធីទេគេមានតែបាញ់កាវទេអ្នកគ្នា Thôi nhớ Cô nói ba Lêu hờ bán tốc នៅអ្នកគ្នាអញ្ចឹងខ្ញុំបាញ់កាវនេះអស់ 15000 ហើយសំណាងរបស់ខ្ញុំដែរដែលអត់បែកនៅកន្លែងរៀងមានព្រៃអត់សូវមានមនុស្សអញ្ចឹងបែកនៅតំបន់ទីប្រជុំជនអញ្ចឹងឥឡូវនេះបន្ទាប់ពីធ្វើហើយយើងចាប់ផ្ដើមចេញដំណើរតទៀតអ្នកគ្នាកុំឲ្យខាតពេលយូរ ជិះ
ម្ដងកន្លែងនេះខ្ញុំមានអារម្មណ៍មួយថាចេះបើសិនជាថ្ងៃណាមួយខ្ញុំមានឱកាសបានជិះពេលយប់ប៉ុន្តែមានគ្នារបៀប 3-4 នាក់អីចឹងដឹងមានអារម្មណ៍ថារំភើបប៉ុណ្ណាអ្នកគ្នាតុងម៉ោងប្រហែល2ហ្នឹងខ្ញុំក៏បានឈប់ញ៉ាំអីតាមផ្លូវដោយសារតែរៀងឃ្លានដែរអ្នកគ្នាហើយណាមួយបើសិនជាអត់ញ៉ាំយើងខ្លាចឈឺចឹងណាអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏បានកាត់ចូលដល់កន្លែងវាមាន2ធ្នូហ្មងទៅអ្នកគ្នាហើយបន្ទាប់ពីចុះថតហើយឥឡូវនេះចាប់ផ្ដើមចេញទៅហ្មងអ្នកគ្នាប៉ុន្តែពេលដែលជិះបានបន្តិចហ្នឹងក៏ឃើញទឹកអំពៅឃើញតំណងអញ្ចឹងក៏បានចូលដាក់ទឹកអំពៅមួយកែវទៀតដំបងឡើយថា plan ខ្ទង់ម៉ោង3ឯងអាចទៅដល់មណ្ឌលគិរីប៉ុន្តែបើជីឈប់អញ្ចឹងដឹងម៉ោងប៉ុន្មានទៅដល់អ្នកព្រោះថាឥឡូវម៉ោង2ដែរដល់ផ្លូវបំបែកមណ្ឌលគិរីនេះខ្ញុំបានឈប់ថតរូបមកប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍មើលនៅថ្ងៃក្រោយបាទអ្នកនរគ្នាឥឡូវនេះម៉ោង2ជាងខ្ញុំបានមកដល់ផ្លូវបំបែកចូលមណ្ឌលគិរីអ្នកគ្នាតោះចឹងឥឡូវយើងបន្តដំណើរទៅទៀតកុំឲ្យខាតពេលចាំមើលទៅដល់នោះម៉ោងប្រហែលមើលចាក់ស្ដែងអស់គ្នាអ្នកគ្នាបាយបាយបងប្អូនអ្នកគ្នាមានលឺសលេងកញ្ចក់ម៉ូតូខ្ញុំគឺខ្លាំងអត់ដោយសារតែប្រហែលជាមកពីយើងជិះចំកន្លែងកលុកខ្លាំងពេកចឹងទៅដល់ពេលឥឡូវធ្វើឲ្យកញ្ចក់ហ្នឹងរបៀបបែបចង់ជ្រុះមកអញ្ចឹងដោយសារតែកញ្ចក់ឆ្លុះខ្ញុំលឺខ្លាំងទៅខ្ញុំក៏សម្រេចចិត្តថតកន្លែងតូបចាប់រួយទិញកៅជាសាបិទអីមានលោកកៅជាសាហ៎កៅជាសាបាទមើលម៉ាន15rồi thôi vậyចាំមើលវាបិទកៅជាសាហើយវានៅលឺសលេងខ្លាំងទៀតដល់អ្នកគ្នាដោយសារតែជិះយូរទៅលឺសលេងហ្នឹងលឺខ្លាំងទៅដល់ចង់ហឹងកាជាដែរហ្នឹងអញ្ចឹងឥឡូវនេះបន្ទាប់ពីបិទឲ្យទុកមកស្ទុះហើយនៅតែលឺតារ៉ែអញ្ចឹងក៏ខ្ញុំគិតថាតាមតាណាហ្មងទៅបើសិនជាលឺខ្លាំងពេកធំអត់បានប្រហែលជាដោះកញ្ចក់ហ្នឹងទុកយកហ្មងទុំម៉ោង3ជាង7ម៉ោង4ខ្ញុំបានជិះចូលមកដល់កន្លែងតំបន់រៀងភ័យរៀងស្ងាត់ដែរអ្នកគ្នាដោយសារតែម្ដុំនេះគឺព្រៃសុទ្ធមកអត់សូវមានផ្ទះប្រជាជនទេសួស្ដីអ្នកគ្នាឥឡូវនេះខ្ញុំនៅប្រហែលជាសល់ចូល40គីឡូទៀតខ្ញុំដល់ខាងក្រុងសែនមនោរម្យហើយកំពុងតែឈប់នៅតាមផ្លូវដោយសារតែហត់ផងអីផងអ្នកគ្នាប៉ុន្តែឥឡូវនេះហើយស្ងាត់ប៉ុន្តែគ្រាន់ថាខ្ញុំអត់ហ៊ានឈប់យូរអ្នកគ្នាចាំមើលរៀងបាត់ឈឺគូបន្តិចខ្ញុំតដំណើរទៅមុខទៀតហើយអ្នកគ្នាមើលខាងលើព្រៃស្ងាត់ឆឹងម៉ូតូខ្ញុំឥឡូវតាំងពីមកដូចអត់មានបញ្ហាអីទេអ្នកគ្នាក្រៅពីនឹងរបងកញ្ចក់នេះប្រហែលជាយើងជិះរលាក់ខ្លាំងពេកដល់ពេលយើងក្រឹកតាមមែនហើយកង់ឡើងអីជួយឡើងអីកង់ផ្អឺទៅវិញណាអ្នកគ្នាអញ្ចឹងឥឡូវប្រហែលជាខ្ញុំចេញដំណើរតទៀតណាអ្នកគ្នាអត់ហ៊ាននៅឈប់យូរដែរដោយសារតែរៀងស្ងាត់ដែរអញ្ចឹងណាអ្នកគ្នាបាយបាយផ្លូវមកដល់មណ្ឌលគិរីនេះកន្លែងខ្លះក៏រៀងស្អាតកន្លែងខ្លះក៏រៀងមានកលុកចឹងណាអ្នកគ្នាគេអត់ទាន់ជួសជុលហើយអញ្ចឹងហើយមុនហ្នឹងខ្ញុំជិះបានធ្លាក់កលុកទៅលឺសលេងកញ្ចក់ហ្នឹងមកជារៀងទៀតជិះមកដល់កន្លែងនេះខ្ញុំឃើញកូនហ្នឹងគាត់ងាកមើលខ្ញុំតាំងពីចង្អៃមើលងាកចេញមើលខ្ញុំមិនដឹងថាខ្លួនឯងហ្នឹងគឺប្លែកសម្រាប់គាត់ឬក៏មិនទេអ្នកគ្នាអញ្ចឹងឥឡូវនេះដល់ប្លង់ដែលខ្ញុំថតយកទេសភាពខ្លួនឯងជិះតាមផ្លូវអ្នកគ្នាជួយមើលខ្ញុំថតមិនដែរស្អាតអត់ទូរស័ព្ទថតតាមផ្លូវពេលដែលអ្នកគ្នាមើលគឺប្រហែលសកេនទេប៉ុន្តែសម្រាប់ខ្ញុំអ្នកថតហ្មងគឺត្រូវរៀបប្លង់គឺត្រូវមើលកន្លែងហ្នឹងមានសម្រាប់អត់ត្រូវចាំថាមានមនុស្សមកអត់អីចឹងហើយនឹងអង្គុយថតសរេសរងឡើងមកយូរតម្រាំទៅហើយតោះចឹងឥឡូវយើងទៅមើលវីដេអូដែលខ្ញុំដាក់ថតទាំងអស់គ្នាសួស្ដីអ្នកទាំងអស់គ្នាឥឡូវនេះកំពុងតែឈប់ថតនៅតាមផ្លូវ
ដោយសារតែទេសភាពស្អាតខ្លាំងពេក អូមកគាត់ទេសភាពស្អាតណាស់តពីឈប់ថតរួចរាល់ហើយក៏ចាយពេលមិនអស់តិចដែរអ្នកនេះឥឡូវមេឃយើងល្ងាចដែរអញ្ចឹងឥឡូវនេះយើងបន្តដំណើរទៅខាងមុខទៀតជីបានបានទិញឃើញកន្លែងនេះថ្ងៃលិចតំណងពេកក៏បានឈប់ថតមកស្ទុះទៀតទៅខ្ញុំដើរលេងម្នាក់ឯងភាគច្រើនជីរៀងយូរគឺដោយសារតែបែបហ្នឹងអ្នកនរគ្នាតុងម៉ោង5-10នាទីខ្ញុំបានមកដល់ផ្លាកក្រុងសែនមនោរម្យហើយអ្នកនរគ្នាទីបំផុតខ្ញុំបានជិះម្ដងវងមូកូព្រៃអ្នកនរគ្នា សួស្តីអ្នកនរគ្នាឥឡូវនេះម៉ោង 5 កន្លះខ្ញុំបានមកដល់ខេត្តមណ្ឌលគិរីហើយឥឡូវនេះកំពុងតែអង្គុយសម្រាកឲ្យបានបាត់ថតពីសិន នេះគឺជារូបអាសំណប់ចិត្តខ្ញុំដែលថតជាមួយវងមូខេត្តមណ្ឌលគិរីពេលដែលខ្ញុំវាយចតុលម៉ូតូចុះខ្ញុំបានមកអង្គុយមាត់ផ្លូវសឡឹងទៅមើលរង្វង់មូខេត្តមណ្ឌលគិរីអ្នកនរគ្នាខ្ញុំមានអារម្មណ៍មួយថាទីបំផុតថ្ងៃនេះគឺបានមកដល់ហើយបើគិតខ្ញុំចេញតាំងពីម្ពិញមកម៉ោង 6 កន្លះមកដល់នេះម៉ោង 5 កន្លះអញ្ចឹងខ្ញុំជិះចូល 11 ម៉ោងដែរអ្នកនរគ្នាអញ្ចឹងបន្ទាប់ពីសម្រាកហើយមើលទេសភាពឆ្អែតហើយឥឡូវនេះគឺយើងចាប់ផ្ដើមរៀបចំទៅរកកន្លែងគេងដោយសារតែថ្ងៃរៀបលិចមេឃជិតល្ងិតដែរ អញ្ចឹងឥឡូវនេះខ្ញុំរកទស្សនៈដែលឃើញគេផុសក្នុង TikTok តម្លៃ$5បែបជាដុំណាអ្នកគ្នាយើងគេងទៅសេវលុយពេលដែលមកដល់ខ្ញុំឃើញផ្ទះសំណាក់ហ្នឹងបិទទ្វារជិតប៉ុន្តែភ្លើងនៅបើកធម្មតា បាទអ្នកនរគ្នាឥឡូវនេះផ្ទះសំណាក់គេបិទទ្វារហើយអត់ដឹងថាមានម្ចាស់ឬអត់ទេឥឡូវមានតែរកកន្លែងផ្សេងណាគ្នាមើលជិះទៅដល់ទៀតសិនទាំងមិនទេនេះអត់គូសទ្វារអត់មានឃើញគេនៅតែបើកភ្លើង តោះចឹងឥឡូវខ្ញុំចាប់ផ្ដើមទៅរកកន្លែងផ្សេងគេទៀតហើយអ្នកគ្នាដោយសារតែវាអត់ដូច plan យើងទេខ្ញុំ plan ថាចង់មកគេហ្នឹងប៉ុន្តែជាក់ស្ដែងពេលដែលមកដល់គឺភ្លើងបើកធម្មតាប៉ុន្តែគូសទ្វារមកស្ទុះហើយអត់មានឃើញណាគេចេញមកបាទអ្នកគ្នាឥឡូវនេះខ្ញុំមកកន្លែងគេងបានហើយបន្ទប់ខែ2នេះគឺតម្លៃ$15គេអត់មានខែ1អ្នកគ្នាហើយខែ1ខែ2គឺតម្លៃដូចគ្នាឯងដល់ពេលចឹងខ្ញុំក៏ខ្ជិលច្រើនចិត្តណាមួយយកបីអ្នកគ្នាចឹងក៏សម្រេចចិត្តថាយកមកទៅនេះបន្ទប់គេគឺបែបហ្នឹងអ្នកគ្នាមិនដែរស្អាតអត់ឥឡូវនេះរៀងមានអារម្មណ៍ថាសើចង់តែងូតទឹកឲ្យដេកយកមកប៉ុន្តែខ្ញុំចង់ទៅក្រៅមើលតិចយប់ឡើងចង់ទៅញ៉ាំអីហើយយើងមើលទេសភាពនៅខាងក្រៅចឹងណាអ្នកគ្នាអីចាំមើលបិទភ្នែកប្រហែលកន្លះម៉ោងចាំយើងបន្តបេសកកម្មយើងតទៀតមកមួយថ្ងៃផ្សល់76សាក GoPro មួយទូរស័ព្ទប្រើមួយថ្ងៃពេញផ្សល់ប៉ុណ្ណឹងជីពីពេញមកខ្ញុំចេញដល់ម៉ោង6តែជីលេងមកជីសម្រាប់អញ្ចឹងមើលទេសភាពអើយបាទអ្នកគ្នាឥឡូវនេះបន្ទាប់ពីអង្គុយបានតែមកស្ទុះទេអត់ទាន់បានគេងបិទភ្នែកទេគឺខ្ញុំគិតថាកុំឲ្យខាតពេលឥឡូវនេះគឺចាប់ផ្ដើមចេញទៅញ៉ាំអីហើយយើងចាប់ផ្ដើមជិះម៉ូតូមើលទេសភាពពេលយប់បាយឆាពេលយប់ឡើងខ្ញុំបានហៅបាយឆាមួយចានហើយណាមួយពេលហ្នឹងអត់សូវមានអារម្មណ៍ចង់ញ៉ាំទេអ្នកគ្នាដោយសារតែប្រហែលជាហត់ពេកអញ្ចឹងប៉ុន្តែបើសិនជាអត់ញ៉ាំទេខ្លាចឈឺដែរបន្ទាប់ពីញ៉ាំអីហើយគិតលើខ្ញុំក៏បានជិះទៅកន្លែងវងមូកូព្រៃដើម្បីចង់ថតនៅនឹងបន្តិចហើយតអស់នេះឥឡូវនេះម៉ោង 9 ជាងត្រូវជាថ្ងៃទី23 ខែមេសាឆ្នាំ 2026ហើយរូបនៅខាងហ៊ានដៃខ្ញុំនេះគឺជារូបគោព្រៃតំណាងឲ្យខេត្តមណ្ឌលគិរីហើយថ្ងៃនេះដែរខ្ញុំបានសម្រេចគោលដៅខ្ញុំមួយគឺបានជិះម៉ូតូម្នាក់ឯងមកដល់ខេត្តមណ្ឌលគិរីហើយវាដូចជាការបំពេញពាក្យសន្យាមួយដែលខ្ញុំសន្យាជាមួយខ្លួនឯងថានៅថ្ងៃណាមួយនៅពេលដែលខ្ញុំដោះស្រាយបញ្ហាក្នុងជីវិតខ្ញុំធូរស្បើយច្រើនខ្ញុំនឹងជិះម៉ូតូទៅកន្លែងមួយដែលឆ្ងាយម្នាក់ឯងហើយទីបំផុតថ្ងៃនេះគឺខ្ញុំបានធ្វើវាបានសម្រេចហើយអ្នកនរគ្នាបាទអ្នកនេះឥឡូវ9 ជាងយប់អញ្ចឹងខ្ញុំចាប់ផ្ដើមទៅបន្ទប់គេងវិញហើយណាមួយចង់រៀបចំគេងរៀងលឿនតិចដោយសារតែស្អែកយើងមានបេសកកម្មយើងជាច្រើនបន្ទាប់ទៀតហើយអ្នកនេះឥឡូវនេះម៉ោង 10 ហើយខ្ញុំទៅមកពីញ៉ាំបាយហើយជាមួយនឹងដើរមើលថតទេសភាពទីក្រុងបន្តិចហើយវីដេអូក៏ដល់ទីបញ្ចប់ប៉ុណ្ណឹងដែរអ្នកនេះជួបគ្នានៅវីដេអូក្រោយវីដេអូប្រហែលជាខ្ញុំចង់ទៅបោះតង់បាយបាយ